ដំណឹងបន្ទាន់អីយោយអនុទានឆាន់មរកុលកណ្ដុលតបលភក់កណ្ដុលតបលផុកពេលនេះអង្គុយកៅអីនាយករដ្ឋមន្ត្រីមិនទាន់បានក្តៅកំប៉ែគូតផងស្រាប់តែប្រកាសចង់លុប MOU ឆ្នាំ2001ជាមួយកម្ពុជាទាំងពេលនេះប្រទេសថៃកំពុងតែចលាចលកំពុងតែមានបញ្ហាកំពុងតែមានបាតកម្មពាក់ព័ន្ធទៅនឹងការបន្លំសញ្ញាឆ្នោតរាប់ពាន់រាប់ម៉ឺនរាប់លានសញ្ញាឆ្នោតឯណោះថាតើព័ត៌មានទាំងពីរនេះនឹងទៅជាយ៉ាងណាមកតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាបាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កំណត់សម្រាប់រាត្រីថ្ងៃទី10ខែកុម្ភៈឆ្នាំ2026នេះខ្ញុំមានដំណឹងថ្មីក្តៅតនហេតុការដើម្បីជម្រាបជូនពុកម៉ែបងប្អូនដំណឹងទី1ពាក់ព័ន្ធទៅនឹងអនុទានឆាវរកុលកំពុងតែស្រវឹងអំណាចរបស់ខ្លួនស្រាប់តែប្រកាសក្តែងថាចង់លុប MOU 044ចោលបាទគឺ MOU ឆ្នាំ2001ជាមួយកម្ពុជាទាំងពេលនេះប្រទេសថៃកំពុងតែចលាចលបញ្ហារាប់សន្លឹកឆ្នោតបាទឥឡូវយើងមើលព័ត៌មានទី1ជាមួយខ្ញុំបាទទាំងអស់គ្នាបាទមេដឹកនាំគណៈបកភូមិใจថៃអនុទានឆាវរកុលបានអះអាងនៅថ្ងៃអង្គារទី10ខែកុម្ភៈឆ្នាំ2026នេះថាគណៈរដ្ឋមន្ត្រីស្ដីទីនឹងវិភាសាអំពីការលុបចោលនៅអនុសារណៈយោគយល់គ្នាស្ដីអំពីការកំណត់ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឆ្នាំ2001ឬ MOU 44ដោយហ៊ានវាយតម្លៃបំពេញច្បាប់អន្តរជាតិថា MOU នេះគ្មានប្រយោជន៍ដល់ប្រទេសថៃគណៈមេដឹកនាំគណៈបកភូមិใจថៃរូបនេះក៏នឹងមិនទាន់បានចាប់ផ្ដើមចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះនៅឡើយទេត្បិតរងចាំគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសនឹងអនុម័តជាផ្លូវការសិនលោកអនុទានឆាវរកុលបានលើកឡើងទាំងបំពេញថាគណៈរដ្ឋមន្ត្រីស្ដីទីនៅថ្ងៃអង្គារនេះនឹងប្រជុំវិភាសាគ្នាអំពីការលុបចោលនៅអនុសារណៈនៃការយោគយល់គ្នាស្ដីអំពីការកំណត់ព្រំដែនកម្ពុជាថៃឆ្នាំ2001ឬ MOU 44ដែលលោកលើកឡើងទាំងក៏ឃ្លើនថាលោកបានណែនាំឲ្យគណៈគ្រប់គ្រងដូចជាក្រសួងទាំងអស់និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនសម្រាប់ការលុបចោលនៅបញ្ហានេះព្រោះថា MOU ឆ្នាំ2001នេះមិនផ្ដល់ប្រយោជន៍ដល់ប្រទេសថៃទាល់តែសោះមែនទែនទៅការប្រើប្រាស់បញ្ហាព្រំដែនដល់រស័ព្ទមកធ្វើជាឈ្នន់នយោបាយចំពេលអនុទានឆាវរកុលកំពុងតែរងចាំស្ដីសម្ដេចអំពីគណៈកម្មការរៀបចំការបោះឆ្នោតដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះបានបង្ហាញយ៉ាងច្បាស់អំពីចេតនារបស់គណៈបកនយោបាយថៃដែលតែងតែយកបញ្ហាជាតិនិយមធ្វើជាខែលបិទបាំងភាពតល់ច្រកនៃអំណាចរបស់ខ្លួននិងជាការសម្រេចក្តីស្រមៃឃ្លានពានទឹកដីកម្ពុជាផងដែរទោះបីជាគណៈបកភូមិใจថៃហាក់ដូចជានាំមុខគេក្នុងការរាប់សន្លឹកឆ្នោតក្រៅផ្លូវការក៏ដោយប៉ុន្តែលោកបានអះអាងថាការរាប់សន្លឹកឆ្នោតមិនទាន់បានបញ្ចប់នៅឡើយទេហើយលទ្ធផលផ្លូវការត្រូវតែបានបញ្ជាក់ដោយគណៈកម្មការរៀបចំការបោះឆ្នោតមុនពេលចាប់ផ្ដើមការចរចាជាមួយដៃគូចម្រុះដែលមានសក្តានុពលជាមួយគ្នានេះសញ្ញាដំបូងនៃការគ្រប់គ្រងអំណាចរបស់លោកគឺចាប់ផ្ដើមឡើងដោយការបញ្ឆេះកំហឹងជាមួយកម្ពុជាជាងការរកដំណោះស្រាយបញ្ហាព្រំដែនចំណាត់ការរបស់អនុទានឆាវរកុលគឺជាការបោះជំហានថយក្រោយនៃកិច្ចសហប្រតិបត្តិការតំបន់និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខព្រំដែនរួមជាពិសេសមជ្ឈភាពអាស៊ានផ្ទាល់តែម្ដងនេះជារឿងដដែលទៅហើយដែលអ្នកនយោបាយថៃព្រោះថាពេលដែលអ្នកនយោបាយថៃត្រូវការអំណាចពួកគេតែងតែយកបញ្ហាព្រំដែនជាមួយកម្ពុជាធ្វើជាចំណាត់ខ្មាំងដើម្បីបង្វែងដែនភាពមិនច្បាស់លាស់នៃសង្គមរបស់ខ្លួនផងច្បាមយកប្រជាប្រិយភាពពីសំណាក់នៃកម្មទ្រផងនិងបំពេញមហិច្ឆតាដែលចង់ឈ្លានពានទឹកដីកម្ពុជាផងគូបញ្ជាក់ផងដែរថាអនុសារណៈយោគយល់គ្នាឆ្នាំ2001ឬក៏ MOU 44គឺជាក្របខ័ណ្ឌកតញ្ញូដ៏សំខាន់តែមួយគត់ដែលកម្ពុជាថៃបានព្រមព្រៀងគ្នាដើម្បីដោះស្រាយបញ្ហាតំបន់ព្រុតស៊ីគ្នា OCA នៅឈូងសមុទ្រថៃដែលមានផ្ទៃក្រឡាប្រមាណ 26,000 គីឡូម៉ែត្រការ៉េបងប្អូនចឹងបើសិនជាសៀមលុបនៅ MOU ឆ្នាំ2001ពិតប្រាកដមែននោះអាចថាបញ្ហាព្រំដែនរវាងកម្ពុជាថៃមិនត្រឹមតែបញ្ហាព្រំដែនគោកទេសូម្បីតែបញ្ហាព្រំដែនទឹកហ្នឹងក៏អាចថានឹងមានចំនួនដែរបាទអញ្ចឹងយើងមានតាមដានការឆ្លើយតបពីកម្ពុជាសិនដែរហើយពេលនេះក៏មិនទាន់មានការឆ្លើយតបពីកម្ពុជាណាមួយដែរពាក់ព័ន្ធទៅនឹងការប្រកាសក្តែងពីអនុទានឆាវរកុលបាទហើយអនុទានឆាវរកុលនេះគឺកំពុងតែមានភាពចម្រូងចម្រាសដែរពាក់ព័ន្ធទៅនឹងបញ្ហាបោះឆ្នោតហ្នឹងដោយសារតែការរាប់សន្លឹកឆ្នោតមិនប្រក្រតីអីចឹងទៅបាទបងប្អូនខ្ញុំសូមបញ្ជាក់ពាក់ព័ន្ធទៅនឹង MOU នឹងតិចបាទ MOU ឆ្នាំ2001ហ្នឹងសៀមគេហៅថា MOU 44ហើយ MOU ឆ្នាំ2000សៀមគេហៅថា MOU 43យើងទៅបាទដោយសារសៀមគេប្រើពុទ្ធសករាជយើងប្រើគ្រិស្តសករាជអីចឹងទៅបាទហើយ MOU ឆ្នាំ2000ហ្នឹងគឺពាក់ព័ន្ធទៅនឹង MOU ព្រំដែនគោកហើយ MOU ឆ្នាំ2001ហ្នឹងគឺជា MOU ពាក់ព័ន្ធទៅនឹងការព្រមព្រៀងគ្នាលើព្រំដែនទឹកបាទសូមបញ្ជាក់បងប្អូនទៅនឹងតិចបាទកុំឲ្យបងប្អូនយើងចេះឆ្ងល់សួរថាអីគេអា MOU ឆ្នាំ2000ហើយចុះស្អីគេ MOU ឆ្នាំ2001អីចឹងទៅបាទឡើងសូមបញ្ជាក់បងប្អូនតិចកុំឲ្យបងប្អូនយើងមានការឆ្ងល់មានការងើយឆ្ងល់អីចឹងទៅសារព័ត៌មានល្បីៗលើពិភពលោកសុទ្ធតែផ្សាយថាចំនួនជាមួយកម្ពុជាជួយឲ្យអនុទានឆាវរកុលឈ្នះឆ្នោតធ្វើត្បិតតែប្រកាសថាខ្លួនជាអ្នកឈ្នះឆ្នោតប៉ុន្តែអនុទានឆាវរកុលនិងគណៈបកភូមិใจថៃជាពិសេសគណៈកម្មការរៀបចំការបោះឆ្នោតកំពុងតែរងសម្
សម្ពាធរិះគន់ខ្លាំងមិនណយទេពីសំណាក់ប្រជាពលរដ្ឋប្រទេសថៃចំណែកឯបរទេសវិញគឺសារព័ត៌មានល្បីៗលើពិភពលោកបានបកស្បាញមុខអនុទាន ជាវរកុលថាដោយសារតែចំនួនរវាងថៃនិងកម្ពុជាទៅឲ្យអនុទានជាវរកុលឈ្នះឆ្នោតនៅពេលនេះតាមដំបូងចេញពីសារព័ត៌មាន Reuters របស់អង់គ្លេសដែលបានផ្សាយអត្ថបទកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026ថាគណៈបកកណ្ដាលអំណាចរបស់ថៃត្រៀមខ្លួនសម្រាប់ការចរចាបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់ពីទទួលបានជ័យជំនះយ៉ាងធំធេងក្នុងការបោះឆ្នោតនៅក្នុងនោះមានចំណងជើងមួយសរសេរថាអនុទានព្យាយាមទាញយកប្រយោជន៍អំពីការលៃលកស្មារតីនៃជាតិនិយមដែលកើតចេញពីចំនួនរវាងកម្ពុជាថៃរយៈពេល3សប្តាហ៍ទន្ទឹមនឹងនេះសារព័ត៌មាន BBC របស់អង់គ្លេសដដែលក៏បានទម្លាយថាដោយផ្អែកលើមនោសញ្ចេតនាអ្នកស្នេហាជាតិបន្ទាប់ពីសង្គ្រាមព្រំដែនរយៈពេលចំនួន2ទៅ3លើកជាមួយនឹងកម្ពុជាកាលពីឆ្នាំមុនគណៈបកភូមិใจថៃរបស់អនុទាន ជាវរកុលបានក្លាយជាអ្នកកាន់អំណាចថ្មីដ៏សំខាន់សម្រាប់ក្រុមអភិរក្សនិយមយើងងាកមកសារព័ត៌មានអាចារ្យសេរាវិញម្ដងបាទជាសារព័ត៌មានរបស់ប្រទេសកាតាដោយបានសរសេរថាគណៈបកភូមិใจថៃបានទាញយកប្រជាប្រិយភាពដូចជាប្រយោជន៍ពូកញ្ជ្រោលនៃស្មារតីជាតិនិយមដែលបង្កដោយការបាតុកិច្ចគ្នាផ្ដាប់អាវុធដ៏សាហាវនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃរីឯសារព័ត៌មានរបស់ជប៉ុនដែលមានឈ្មោះថា NHK របស់ជប៉ុនផ្សាយថាអនុទាន ជាវរកុលអាចពង្រឹងមូលដ្ឋានគាំទ្រគណៈបករបស់លោកបានតាមរយៈការទាញយកប្រយោជន៍ស្មារតីជាតិនិយមដែលមានសន្ទុះខ្លាំងដោយសារតែចំនួនព្រំដែនរីឯសារព័ត៌មាន Star Time របស់សង្ហបុរីក៏បានផ្សាយអំពីអត្ថបទមួយដែរដោយបង្ហាញថាអ្វីផ្ដល់របៀបឈ្នះដល់អនុទាន ជាវរកុលគឺជាគណៈបកភូមិใจថៃអាចមកពីកត្តាចំនួន3គឺជំហរដ៏រឹងមាំរបស់អនុទាន ជាវរកុលបានទាក់ទាញចិត្តអ្នកបោះឆ្នោតក្នុងអំឡុងពេលមានភាពរកាំរកូសក្នុងតំបន់ធ្វើឲ្យនយោបាយងាកទៅគាំទ្រអនុទានដែលនេះគឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាប្រជាជនថៃភាគច្រើនកំពុងតែគ្រប់គ្រងនិងស្រឡាញ់សង្គ្រាមជាជាងសន្តិភាពនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួនលើពិភពលោកបងប្អូនចឹងបញ្ហាព្រំដែនកម្ពុជាថៃយើងនៅពេលដែលអនុទាន ជាវរកុលបានជាប់ឆ្នោតសាជាថ្មីនេះអាចថានឹងអូសបន្លាយយូរទៀតហើយបាទអាចថានឹងមិនងាយបញ្ចប់ទេហើយឥឡូវហ្នឹងគឺពាក់ព័ន្ធទៅនឹងបញ្ហា MOU ឆ្នាំ2001ខ្សែបន្ទាត់ព្រំដែនទឹករវាងកម្ពុជាថៃហ្នឹងអាចថាអនុទាន ជាវរកុលព្យាយាមនឹងធ្វើការលុបចោលបាទប៉ុន្តែពាក់ព័ន្ធនឹងការលុបចោលនេះវាខុសច្បាប់អន្តរជាតិអីយ៉ាងណាយ៉ាងណីក៏ខ្ញុំមិនទាន់ដឹងដែរហើយក៏មិនទាន់បានឃើញការឆ្លើយតបពីកម្ពុជាយ៉ាងដែរអាចថាកម្ពុជាយើងអាចនឹងឆ្លើយតបឆាប់ៗហើយអាចថាអស់យ៉ាងយូរស្អែកខាងស្អែកនឹងឯងបាទមិនយូរទេនេះគឺជាសម្ដីដ៏កក្លឿនមួយដែលអនុទាន ជាវរកុលហ៊ានប្រកាសក្តែងថាចង់លុប MOU អីអញ្ចឹងទៅបាទហើយក្នុងនាមជាប្រទេសជិតខាងគ្នាភូមិផងរបងជាមួយគ្នាគួរតែចេះស្រឡាញ់គ្នាគួរតែចេះយោគយល់គ្នាទៅវិញទៅមកបាទអត់ចេះមើលគំរូឡាវអត់ចេះមើលគំរូវៀតណាមទេបាទបងប្អូនចឹងព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជាថៃក៏ដូចជាបញ្ហាបោះឆ្នោតនៅខាងប្រទេសថៃខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះបាទមិនហ៊ានយូរទេហើយក៏សូមអរគុណច្រើនបងប្អូនទាំងអស់ដែលតែងតែតាមដានទស្សនារកការផ្សព្វផ្សាយពី Channel កំណត់កន្លងមកបាទហើយក៏នឹងសូមអធិស្ឋានបងប្អូនដែរសម្លេងដូចជាមិនសូវស្រួលទេដូចចង់ឈឺបន្តិចបន្តិចបាទដូចជាមិនស្រួលខ្លួនសោះបាទបងប្អូនចឹងសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមអរគុណសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនណាដែលមិនទាន់បានចុច Subscribe សូមជួយចុចម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបច្ចុប្បន្នភាពថ្មីៗពី Channel ខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ